ធ្វើដោយម្ដេចនៅពេលដែលយើងសង្ស័យថាកើតជំងឺគ្រុនឈាមត្រូវឲ្យអ្នកជំងឺផឹកទឹកឲ្យបានគ្រប់គ្រាន់ត្រូវប្រើថ្នាំបន្ថយកម្ដៅជាពិសេសគឺថ្នាំប៉ារ៉ាសេតាមុលឲ្យបានសមរម្យទៅតាមកម្រិតដូសត្រូវជូតខ្លួនឲ្យអ្នកជំងឺដោយកន្សែងនិងទឹកត្រជាក់ឲ្យបានញឹកញាប់ជៀសវាងការប្រើប្រាស់ថ្នាំមួយចំនួនដូចជាថ្នាំ Ibuprofen, Diclofenac ឬថ្នាំអាស្ពីរីនព្រោះវាអាចបង្កើនហានិភ័យនៃការហូរឈាមដែលបង្កការគ្រោះថ្នាក់ទៅដល់អ្នកជំងឺត្រូវទៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដើម្បីពិនិត្យនិងតាមដានឲ្យបានជិតស្និទ្ធជាពិសេសនៅថ្ងៃទី3និងនៅចន្លោះថ្ងៃទី3និងថ្ងៃទី7នៃវដ្តនៃជំងឺគ្រុនឈាមជំងឺគ្រុនឈាមអាចមានសភាពស្រដៀងគ្នាជាមួយនឹងជំងឺផ្ដាសាយធម្មតាឬក៏ជំងឺឆ្លងផ្សេងៗនៅដំណាក់កាលដំបូងដូច្នោះហើយដែលយើងត្រូវទាមទារការពិនិត្យជាមួយនឹងវេជ្ជបណ្ឌិតឬក៏ការពិនិត្យទៅលើគ្រាប់ឈាមជាពិសេសគឺយើងហៅថាឈាម CBC ឬក៏ចំនួនផ្លាកែតនិង hematocrit ជាសារៈសំខាន់នៃការវាយតម្លៃទៅលើសភាពធ្ងន់ធ្ងរនៃជំងឺគ្រុនឈាម